អនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានឥឡូវបានមកដល់ផ្ទះលោកយាយជីបាទដែលលោកយាយគឺប្រកបមុខរបរនឹងការធ្វើកញ្ច្រែងបងប្អូនយើងហើយកញ្ច្រែងនេះគឺមានច្រើនទំហំច្រើនຂະຫນាតមានទូជានឹងទៀតតែលោកយាយធ្វើអត់ទាន់ចេញជាផ្លូវការទេអានេះបានត្រឹមថាស្បាញជាសាច់អត់ទាន់ក្តាប់អត់ទាន់ជន់អត់ទាន់អីទាំងអស់ប៉ុន្តែខាងនេះគឺក្តាប់ហើយជន់ហើយមានច្រើនបងប្អូនមានគ្រប់ຂະຫນាតគ្រប់ទំហំហ្នឹងណាបាទអញ្ចឹងឥឡូវខ្ញុំបង្ហាញបងប្អូនអំពីកញ្ច្រែងសិនបាទមានគ្រប់ຂະຫນាតគ្រប់ទំហំមានតូចមានធំអញ្ចឹងទៅបាទធំអាចដាក់ខ្ញុំបានណាបងប្អូនបាទមើលពេញមួយមុខមួយកណាត់ខ្លួនទេបាទធំជាងខ្ញុំទៀតបាទប៉ុន្តែបងប្អូនឃើញកញ្ច្រែងស្អាតអញ្ចឹងនៅពីក្រោយខ្នងនៃកញ្ច្រែងតើមានផលលំបាកអីខ្លះតាក់ទងមួយការធ្វើឬស័យយាយបានមកពីណាតម្រាំតែពុះបានបិទបានត្បាញបានតម្រាំតែជន់តម្រាំតែក្តាប់តម្រាំតែកើតចេញជើជារបស់ប្រើប្រាស់តើមានការលំបាកអីខ្លះយើងទៅជួបជាមួយនឹងអ្នកធ្វើដើម្បីឲ្យដឹងអំពីការធ្វើលម្អិតបន្ថែមហើយមើលទៅតាមភាពជាក់ស្ដែងលោកយាយបច្ចុប្បន្នគួរសមឲ្យដឹងតាមដឹង8ជាងលោកយាយណា82 83ហើយបច្ចុប្បន្នច្រើនប៉ុន្តែយាយនៅតែមាំយាយនៅតែអាចធ្វើបានទៀតពិតមិនជាមាំណាស់ណាទេបើតាមចៅសួនហ្នឹងមួយថ្ងៃកាត់មួយថ្ងៃកោពេលខ្លះក៏ឈឺទៅសម្រានទៅពេលខ្លះក៏ជាតិចទៅក៏ងើបមកធ្វើណាយាយណាចាពេលស្រួលធ្វើទៅពេលអត់ស្រួលដេកទៅសម្រានទៅបាទមិនធ្វើមិនទេវាត្រូវតាបត់បែនតាមកលៈទេសៈបែបហ្នឹងនឹងឯងបើមិនធ្វើយើងមានលុយមានកាក់ណាដោះស្រាយជីវភាពធ្វើបុណ្យធ្វើទានថ្ងៃសិលថ្ងៃអីទេណាបាទបាត់លោកដល់អីចឹងទៅអញ្ចឹងឥឡូវចង់ដឹងថាតើលោកយាយគាត់ប្រកបមុខរបរធ្វើកញ្ច្រែងហ្នឹងប្រហែលឆ្នាំមកហើយមានការលំបាកអីខ្លះឥឡូវខ្ញុំនឹងសួរលោកយាយបន្ថែមលោកយាយចៅសុំសួរ2 3សំណួរណាយាយសួរតែឆ្លើយរួចឆ្លើយអត់រួចឆ្លើយរួចឆ្លើយរួចអត់អីប៉ុន្តែមិនសំណួរអីលបងប្រាជ្ញាអីឆ្ងាយសំណួរពាក់ព័ន្ធមួយនឹងការធ្វើកញ្ច្រែងហ្នឹងចង់ដឹងយាយប្រកបមុខរបរធ្វើកញ្ច្រែងហ្នឹងប្រហែលឆ្នាំមកហើយធ្វើតាំងពីអាយុ12ឆ្នាំមកលោកយាយធ្វើតាំងពីអាយុ12ឆ្នាំចាឥឡូវបច្ចុប្បន្ន82ហើយអញ្ចឹងបើសិនជា82ដក12ចេញវា70ហើយ70ឆ្នាំហើយដែលប្រកបមុខរបរធ្វើកញ្ច្រែងចាធ្វើតាយាយស្មាទោសចៅយាយលេងបន្តិចឯងយាយក៏មែនដែរណាយាយចាខ្ញុំឃើញអ្នកភ្នំពេញអីខ្លះគេលក់លេតែ2 3ឆ្នាំហើយយាយគេសល់ផ្ទះវិឡាអញ្ចឹងណាចូលនាំយាយធ្វើកញ្ច្រែងចេះ70ឆ្នាំហើយនឹងសល់ម្លាទៅយាយអត់មានមិនចឹងចាយអស់ហើយកូនចាយអស់ហើយចាតាមដឹងមែនទេយាយអ្នកលក់លេខ្លះក៏គេចាយដែរគេចាយធំផងប៉ុន្តែគេនៅតែសល់ភាសាគេរកបានច្រើនយាយណាគេរកបានច្រើនក៏ខ្ញុំរកបានណាមើលជែខ្ញុំមួយឈុត10000មួយឈុត10000ហើយនាំធ្វើបានមួយឈុតប្រើពេលប៉ុន្មានយាយ2 3ថ្ងៃ2 3ថ្ងៃទៅបាន10000ហើយ2 3ថ្ងៃហ្នឹងអាស័យក៏ទិញគេទៀតអាចន់ហ្នឹងក៏ជួលគេទៀតអាខ្សែលីឡុងកាវអីនេះក៏ទិញគេទៀតទិញមកចប់បើសិនជាយើងផាត់ទៅអាចសល់មួយខែសល់បានប្រហែលយាយបាន300000អីអត់បានទេបាន2 30000អីហ្នឹងឯងមួយខែយាយសល់ប៉ុន្មាន2 30000អីចុះគាត់ចាយមកហូបរាល់ថ្ងៃកូនអូមួយខែសល់បាន2 30000ទេបងប្អូនអើយបើផាត់អាស័យផាត់ជួលឈ្នួលគេជន់ផាត់ថ្លៃផ្សេងអីណាចាបាទអញ្ចឹងឥឡូវនេះចៅចង់ដឹងបន្តិចយាយចេះធ្វើកញ្ច្រែងហ្នឹងកាលពី70ឆ្នាំជាងមុនហ្នឹងចេះមកពីអ្នកណាចេះពីមកពីម៉ែប្រហាត់មើលណាអូពីលោកយាយទួតអ្នកប្រហាត់ចាហើយលោកយាយដឹងអត់ថាតើលោកយាយទួតហ្នឹងគាត់ចេះមកពីណាគាត់ចេះតាំងពីម៉ែគាត់មុនមកហើយលោកយាយបច្ចុប្បន្ន8ជាងហើយ82ហ៎ចុះយាយទួតបើគិតមកដល់បច្ចុប្បន្នប៉ុន្មានបច្ចុប្បន្នប៉ុន្មានហើយគាត់ខោយូរណាស់ហើយកូនហើយដឹងបើគិតដល់ឥឡូវ150អីនៅបើគិតដល់ឥឡូវ150 160អីហ្នឹងហើយអាហ្នឹងយាយដែលត្រូវជាម្ដាយរបស់លោកយាយចុះត្រូវយាយទួតរបស់យាយទៀតនោះអូយាយទួតទៀតនោះប្រហែល100ឆ្នាំទៅដឹងប្រហែល100ឆ្នាំឯងកូនអើយយូរហើយទៅបាទអញ្ចឹងចៅជឿថារាប់រយឆ្នាំមកហើយតម្រាំតែមកដល់ជំនាន់យាយអញ្ចឹងមានន័យថាអាកញ្ច្រែងឫស្សីយើងហ្នឹងមិនមែនទើបតែចាប់ផ្ដើមធ្វើថ្មីថ្មោងអីទេគឺវាសល់តាំងពីដូនតាយើងមកចាអូហើយនឹងជាប្រហែល100ឆ្នាំហើយយើងមិនអាចទៅរកចម្លើយឲ្យបានថាបង្កើតឡើងនៅក្នុងឆ្នាំណាតើអ្នកណាអ្នកមានគំនិតនឹងការពុះឫស្សីឲ្យទៅជាចម្រៀក
យកមកត្បាញយកមកក្តាប់ឲ្យទៅជារបស់ប្រើយើងអត់ដឹងថាណាអ្នកបង្កើតដំបូងគេបំផុតណាតែដឹងតែយើងចេះតគ្នាមកសល់ដល់កូនដល់ចៅបែកខ្នែងតគ្នាមកចង់សួរលោកយាយបន្ថែមបន្តិចទៀតតើការធ្វើកញ្ឆែងយើងនឹងតើមានប្រមាណដំណាក់កាលយាយមើលដំណាក់កាលទី1យើងទិញអាស័យគេឬក៏យើងកាប់ខ្លួនឯងទិញគេកាប់ស្រាច់គេកាប់ស្រាច់ប៉ុន្តែយកមកយើងត្រូវអាណាយាយហ៎យើងពុះជ្រៀកពុះវាអាវាទៅខ្លីទៅតាមຂະຫນាតចឹងទៅពុះជាបន្ទោះហើយបិទពុះជាបន្ទោះហើយយើងត្រូវបិទទៀតយកមកត្បាញយកមកបិទហើយត្បាញជន់ឲ្យក្តាប់ទៀតជន់ត្បាញហើយយកមកជន់ហើយក្តាប់ដាក់សៀងអូជន់ដាក់សៀលទៀតអូបើតាមស្ដាប់មកដូចជា5 6 7 8តង់ត្មងតែហើយកញ្ឆែងបានមួយយាយណោះតែគ្រាន់អាហ្នឹងយើងធ្វើសរុបបើថាយើងអាសរុបទៅយើងពុះសរុបទៅយើងបិទសរុបអីយាយណោះហើយត្បាញសរុបដាក់សៀលសរុបយើងជួលឲ្យគេជន់សរុបទៅហើយយើងក្តាប់សរុបទៅហើយបើថាឲ្យទៅកាប់អាស័យផងយកមកពុះផងយកមកបិទផងយកមកអីផងក្នុងពេលតែមួយតាមស្រួលមួយថ្ងៃអត់បានអាកូនកញ្ឆែងនេះមួយផងហើយកូនកញ្ឆែងនេះមួយបើតាមដឹងក៏មិនមែនជាថ្លៃដែរយាយមួយម៉ានអានេះ2000រៀលបងប្អូនយើងនេះកញ្ឆែងនេះ2000រៀលអាហ្នឹងតម្លៃលក់ណាប៉ុន្តែបញ្ជាក់ថាលោកយាយទិញអាស័យគេទេយកមកធ្វើអាចំណងនេះខ្សែលីឡុងកាវក៏ទិញគេជន់ហ្នឹងក៏ជន់ខ្លួនឯងអត់កើតដែរជួលគេជន់ទៀតអញ្ចឹង1-2000បើផាត់ទាំងថ្លៃដើមអាស័យថ្លៃជួលថ្លៃអីសពគ្រប់តែមិនស្រួលសល់1-500យាយនោះបងប្អូនយើងអើយបាទពិបាកណាស់ហើយលោកយាយចៅសុំសួរថែមមកសំណួរទៀតបន្ទាប់ពីធ្វើបានហើយតើកំណើននៃការគ្រប់គ្រងយ៉ាងណាដែរមានបងប្អូនយើងគាត់មកទិញរាយទិញដុំអីគួរសមដែរអត់អត់សូវមានទេអត់សូវមានទេមិនចឹងមានតែគេរកតិចតួចគេរកតិចតួចចឹងទៅហេតុអីបានរបស់ធ្វើបានស្អាតហើយតម្លៃក៏ធូរថ្លៃទៀតហើយមានគ្រប់ຂະຫນាតបងប្អូនឃើញហ្នឹងបញ្ជាក់បងប្អូនថានេះមានអាសាច់អស់នេះទូចពេលទៅជន់ទៅបានទូចជាងនេះទៀតមានអាថាហ្នឹងប៉ុណ្ណឹងមានអាប៉ុណ្ណេះមានអាតូចជាងហ្នឹងតូចបញ្ចុះចូលគ្នាចង់10តម្រាំទៅដល់អាទូច10អានេះបាន1 2 3 4 5នៅ5ទៀតទូចចឹងទៅបងប្អូនចង់បានຂະຫນាតណាមានຂະຫນាតហ្នឹងប៉ុន្តែដោយសារតែបងប្អូនយើងគាត់ការគ្រប់គ្រងមិនទាន់ច្រើនខ្ញុំគិតថាមកពីកត្តា2យាយទី1គាត់អត់ដឹងថាយាយនៅណាធ្វើបានអាហ្នឹងណាគេចេះចង់ជួយទិញបងប្អូនយើងកំពុងទស្សនាពេលខ្លះគាត់ចេះចង់ជួយគ្រប់គ្រងដែរតែមិនដឹងតែគ្រប់គ្រងតាមណាបាទគាត់នៅពេញហើយយើងនៅណេះយើងអត់ស្គាល់គាត់អត់ស្គាល់យើងអញ្ចឹងទៅអញ្ចឹងហើយដោយសារហ្នឹងហើយបានចៅមកថតហ្នឹងគេលោថាបងប្អូនយើងបានស្គាល់យាយទៅបាទហើយចង់ជួយគ្រប់គ្រងយាយបងប្អូនតំណមកខ្ញុំមកព្រោះយាយនៅភូមិក្បែរខ្ញុំដែរទេបាទខ្ញុំអាចមកជួយគ្រប់គ្រងយាយព្រោះកន្លងមកខ្ញុំមកថតយាយម្ដងជា2ដងអីយាយណោះបាទហើយពេលដែលថតទៅមានបងប្អូនយាយជួយគ្រប់គ្រងខ្លះចៅហ្នឹងក៏បានមកជួយទិញពីយាយហ្នឹងយកទៅផ្ញើទៅគេខ្លះហើយមែនអត់យាយបាទមកជួយទិញអញ្ចឹងទៅពេលខ្លះមកធ្វើអត់ទាន់ហើយក៏មានបាទអញ្ចឹងក៏ជួយគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាទៅហើយយាយចុងក្រោយយាយមានអីចង់អំពាវនាវចង់ស្នើសុំសំណុំពរឲ្យបងប្អូនយើងជួយគ្រប់គ្រងរបស់ខ្មែរអត់ចង់មកយាយចង់ឲ្យមិនដែរឲ្យបងប្អូនជួយគ្រប់គ្រងរបស់ខ្មែរកញ្ឆែងកឡៅអីហ្នឹងទៅណាកូនបាទឲ្យចិត្តដាច់ទៅឲ្យយាយមានកម្លាំងចិត្តធ្វើណាយាយណោះព្រោះមានតែយាយអីដែលធ្វើណោះខ្ញុំជឿថាក្មេងៗគេទៅរោងចក្រអស់ហើយគេមិននៅធ្វើអាហ្នឹងអាយ៉េះដែរអាយ៉េះជើងបានលុយចាយមិនគ្រប់អញ្ចឹងទេយាយណាមួយខែសល់2-30000រៀលបងប្អូនបើស្រីក្មេងៗឲ្យគាត់ធ្វើទិញតាលេមកខ្លងមកលាបខ្លួនហ្នឹងអត់គ្រាន់ផងយាយណាបាទអញ្ចឹងបានអ្នកខ្លះគាត់សុខចិត្តរត់ទៅរោងចក្រអញ្ចឹងនៅសល់តែយាយហើយខ្ញុំកំពុងតែព្រួយបារម្ភថាបើស្មាទោបើទៅមុខទៅអស់ពីចាស់អស់ពីយាយចេះធ្វើតាមស្រួលក្មេងៗក្រោយអ្នកខ្លះចេះតែគេអត់ធ្វើហើយអ្នកខ្លះទៀតចង់ធ្វើតែអត់ចេះវាអាចនឹងបាត់បង់អ្វីដែលជារបស់ខ្មែរអញ្ចឹងបើយើងចូលរួមចំណែកលើកស្ទួយផ្សព្វផ្សាយទាំងអស់គ្នាគេលោថាវាបានតម្លៃទីផ្សារសមរម្យហើយគេងាកមកធ្វើច្រើនវិញអាហ្នឹងវាអាចសល់ដល់ចំនួនចៅទួតចៅលួតចៅលាយើងទាំងអស់គ្នាបន្តទៀតអញ្ចឹងណាយាយគេអត់ចង់ធ្វើទេឥឡូវគេចង់ឲ្យធ្វើចាក់នោះចុះបើបានលុយតិចពេកយាយឲ្យពិបាកដែរ
xạ ban chớn mơ mùi lụa ban mà mơn mùi lụa ban mà mơn mà khai cái thứ ban mà rồi pi rồi ấy ban pi bầy liên ấy mớ bầm mùi mùi mà thơ vinh loan lấy chưa đây gì bị đau chắc bị đau còn mình không chạy còn thơ tàn nâng ba còn đừng hộ ấy còn nông việc ăn miên chùm rơแต่lấy cái miên chùm rơ dây nóตอนจังdây ở con nó dây na សម្រាប់ការរ៉ាយរ៉ាប់choមើលចៅជួយថតជួយផ្សព្វផ្សាយឲ្យបើបងប្អូនយើងមានចិត្តនឹងការជួយចែករំលែកវីដេអូនេះជួយ share ជួយ like អីទៅគីឡូមានបងប្អូនយើងគាត់មានតម្រូវការយកទៅប្រើប្រាស់នៅក្នុងផ្ទះបាយរោងការរោងបុណ្យនេះអានេះលៀងបន្លែបែបខ្នាតធំអីត្រូវអីយាយណាពួកអាកញ្ឆេងធំធំនេះបើលៀងបន្លែលៀងអីបែបលក្ខណៈតាមបុណ្យតាមកាយត្រូវនេះធំធំមែនតើបងប្អូនយើងអញ្ចឹងគីឡូថាបើបាន share វីដេអូនេះគីឡូថាបានទៅដល់អ្នកដែលគាត់ចង់ជួយគ្រប់គ្រងអីទៅអាហ្នឹងបានយាយគាត់លក់ដាច់លក់អីហ្នឹងបានលុយបានកាក់គាត់ដោះស្រាយជីវភាពគាត់ដែរបងប្អូនយើងទាំងអស់គ្នាអញ្ចឹងសង្ឃឹមលើបងប្អូនយើងកំពុងតែទស្សនាហ្នឹងហើយសង្ឃឹមថាมันដាច់ចិត្តអូសរំលងទេគោរពជំរាបលាទាំងអស់គ្នាអរគុណយាយជំរាបលាយាយដូចគ្នាអរគុណច្រើន